រហូតមកដល់បច្ចុប្បន្នអតីតកម្មាភិបាលខ្មែរក្រហមម្នាក់ដែលស្ម័គ្រចិត្តចូលបម្រើឲ្យចលនាបដិវត្តន៍ខ្មែរក្រហមតាំងពីអាយុ14ឆ្នាំនៅតែរន្ធត់និងសោកស្ដាយចំពោះទង្វើរបស់ខ្លួនដែលបានបណ្ដាលឲ្យអ៊ំរបស់គាត់ម្នាក់ស្លាប់បាត់បង់ជីវិតវឿងស៊ីនសពថ្ងៃអាយុ55ឆ្នាំរស់នៅស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យដែលជាតំបន់រឹងមាំរបស់ចលនាខ្មែរក្រហមកាលពីទសវត្សរ៍90បានរៀបរាប់ថាគាត់មានស្រុកកំណើតនៅភូមិស្រែឫស្សីស្រុកស្ទឹងត្រែងខេត្តស្ទឹងត្រែងគាត់មានឪពុកឈ្មោះស៊ីននិងម្ដាយឈ្មោះតាយនិងមានបងប្អូន6នាក់គាត់បានចូលបដិវត្តន៍នៅថ្ងៃទី1ខែមេសាឆ្នាំ1974នៅឆ្នាំ1975ស៊ីនបានចូលកងតំបន់104ដែលមានគណៈតំបន់ឈ្មោះបុតនៅឆ្នាំដដែលស៊ីនបានទៅឈរជើងនៅអូតាង៉ូនិងភូមិខេស្ថិតនៅតាមបណ្ដោយព្រំដែនឡាវក្នុងស្រុកសៀមប៉ាងខេត្តស្ទឹងត្រែងក្រោយមកអង្គការបានជ្រើសរើសស៊ីននិងកងតំបន់ផ្សេងទៀតឲ្យទៅរៀនបើកយន្តហោះនៅប្រទេសចិនប៉ុន្តែដោយសារអង្គការស្រាវជ្រាវរកឃើញថាជីតារបស់គាត់ធ្លាប់ធ្វើមន្ត្រីរដ្ឋការក្នុងរបបលន់នល់ទើបអង្គការដកគាត់និងមិត្តភក្តិគាត់ម្នាក់ទៀតឈ្មោះរំសាយមកដាក់នៅមន្ទីរភូបាំងវិញចំណែកអ្នកផ្សេងទៀតអង្គការបានបញ្ជូនបន្តទៅភ្នំពេញស៊ីននៅមន្ទីរបានមួយរយៈអង្គការក៏ដកគាត់ឲ្យមកធ្វើជានារីសាប្រធានសហករណ៍សម្បូរវិញស៊ីនធ្វើការនៅសហករណ៍បានរយៈពេលជិត1ខែតាយ៉ងដែលជាគណៈស្រុកសៀមប៉ាងដែលស្រឡាញ់និងរាប់អានស៊ីនបានយកស៊ីនមកធ្វើជានារីសារបស់ស្រុកវិញនៅក្រោយពេលអង្គការបានចាប់ខ្លួនគណៈតំបន់ឈ្មោះបុតដោយចោទថាក្បត់ហើយដាក់ឈ្មោះវឿនអតីតប្រធានកងពលទី1ភូមិភាគបស្ចិមឲ្យមកគ្រប់គ្រងជំនួសវឿនក៏បានសុំយកស៊ីនពីស្រុកឲ្យមកធ្វើជានារីសារបស់កັບតលនៅទីនោះស៊ីនរួមជាមួយឆុនឡាយលៀងអឿនសនិងអឿនខ្មៅព្រមទាំងពេទ្យម្នាក់តែងតែអមដំណើរវឿនចុះទៅពង្រឹងសហករណ៍នៅតាមស្រុកក្នុងខេត្តស្ទឹងត្រែងនិងទៅចាប់អ្នកទោសពេលចុះទៅម្ដងមានឡាន3គ្រឿងអមដំណើរទៅជាមួយដោយឡាននារីសានៅខាងមុខឡានរបស់វឿននៅកណ្ដាលចំណែកឡានពេទ្យនិងអ្នកដាំស្លនៅពីខាងក្រោយនៅពេលទៅដល់សហករណ៍វឿនតែងតែនិយាយពីការបង្កបង្កើនផលរីឯការចាប់អ្នកទោសគណៈតំបន់ប្រាប់តែនារីសាដែលមានអាយុច្រើនជាងស៊ីនដឹងតែប៉ុណ្ណោះស៊ីនបានរៀបរាប់ថាមុនពេលចាប់ខ្លួនវឿនបានឲ្យប្រធានភូមិទៅហៅអ្នកទោសដែលប្រាប់ថាឲ្យមកជួបនិងឲ្យធ្វើការជាមួយគណៈតំបន់ប៉ុន្តែខណៈនោះឡានស៊ីបរបស់គណៈតំបន់ដែលមានអង្គរៈ2នាក់នៅអមឡានសម្រាប់នារីសានិងឡានសម្រាប់ពេទ្យនិងអ្នកដាំស្លនៅរងចាំរួចជាស្រេចបន្ទាប់ពីអ្នកទោសឡើងជិះឡានជាមួយវឿនរួចរាល់ហើយអ្នកបើកបរបានបើកឡានចេញពីភូមិបានប្រមាណ1គីឡូម៉ែត្រក៏ឈប់ឡានដោយកុហកថាឡានខូចរួចហើយឲ្យអ្នកទោសដែលជិះជាមួយវឿនចុះជួយរុញឡានភ្លាមនោះកងនារីសា3នាក់បានចុះទៅចាប់ខ្លួនអ្នកទោសរួចហើយចងស្លាប់សេកនិងរុំមុខតែម្ដងអ្នកទោសភាគច្រើនត្រូវបានកងនារីសាយកទៅសួរចម្លើយនៅក្នុងព្រៃដោយមិនមានប៊ិចនិងក្រដាសសម្រាប់កត់ត្រាទេបន្ទាប់ពីសួររួចកងនារីសាសម្លាប់អ្នកទោសនោះចោលតែម្ដងនៅយប់មួយវឿនបានបញ្ជាឲ្យឡាយនិងកងនារីសាទៅចាប់ពូរបស់ស៊ីនម្នាក់ឈ្មោះជុងធ្វើជាមេឃុំនៅភូមិគុតលំលិតនិងអ្នកទោស4នាក់ទៀតយកមកអូណូណូនៅតាមផ្លូវអ្នកទោសដែលមានមាឌធំម្នាក់បានរបូតខ្សែចំណងរួចហើយលោតចុះពីលើឡានតែត្រូវបាននារីសាឈ្មោះឆុនបាញ់សម្លាប់ពេលស៊ីនមកដល់ឃើញអ៊ំរបស់គាត់យំព្រមទាំងផិតភ័យរហូតដល់រាកប្រឡាក់ខោប៉ុន្តែស៊ីនមិនបាននិយាយជាមួយអ៊ំរបស់គាត់ទេនៅវេលាម៉ោង7យប់អឿននិងនារីសា2នាក់ទៀតបានបណ្ដាលអ៊ំរបស់ស៊ីនយកទៅព្រៃនៅចុងទំនប់ដែលមានចម្ងាយប្រមាណ100ម៉ែត្រពីឡានដឹកអ្នកទោសនៅទីនោះស៊ីនត្រូវបានបញ្ជាឲ្យជីករណ្ដៅកប់អ៊ំរបស់គាត់ស៊ីនមានការភិតភ័យនិងរន្ធត់យ៉ាងខ្លាំង
អ៊ុំរបស់ស៊ីនត្រូវបានអឿនវាយសួរចម្លើយនិងធ្វើទារុណកម្មដោយចាក់នឹងចំពោះទង់បន្ទាប់មកវាយនឹងត្បូងចបប៉ុន្តែទោះបីធ្វើទារុណកម្មធ្ងន់ធ្ងរយ៉ាងណាក៏ដោយក៏ស៊ីនឃើញអ៊ុំរបស់គាត់នៅមានស្មារតីរឹងមាំនិងបាននិយាយថាខ្លួនគាត់មិនមែនជាខ្សែបង្កប់ CA ទេអ៊ុំរបស់ស៊ីនត្រូវអឿនសួរចម្លើយរយៈពេល1ម៉ោងគឺចាប់ពីម៉ោង7យប់រហូតដល់ម៉ោង8យប់ទើបសម្លាប់ចោលចំណែកអ្នកទោស3នាក់ផ្សេងទៀតវឿនបានយកទៅសម្លាប់នៅព្រៃក្បែរមាត់ទន្លេក្រៅពីអ៊ុំរបស់ស៊ីនវឿនបានបញ្ជាឲ្យកងនារសាសម្លាប់បងថ្លៃរបស់ស៊ីនឈ្មោះធីហៅសានិងពូរបស់គាត់ម្នាក់ទៀតឈ្មោះខាំស៊ីនបានបន្តថាការសម្លាប់អ្នកទោសនៅពេលនោះគឺធ្វើតាមបញ្ជារបស់វឿនផ្ទាល់តែម្ដងដោយមិនបានឆ្លងកាត់មន្ទីរសន្តិសុខនៅអូពងមាន់ក្នុងខេត្តស្ទឹងត្រែងដែលមានឈ្មោះខាំវៀងជាប្រធាននោះទេនៅខណៈនោះដែរកងយោធាបានធ្វើការចាប់ខ្លួនប្រជាជនដែលធ្វើការនៅក្នុងសហជីពនៅចំការកៅស៊ូស្រុកពញាក្រែកស្រុកមេមត់និងខេត្តព្រះវិហារដែលរត់មកខេត្តស្ទឹងត្រែងយកទៅដាក់នៅមន្ទីរក្រោមជាកន្លែងដែលស៊ីនធ្វើការដែរអ្នកទោសទាំងនោះត្រូវបានឃុំឃាំងនៅក្នុងរោងបន្ទាប់មកទើបកងនារសាចាប់ផ្ដើមសួរចម្លើយនៅទីនោះស៊ីនបានលួចផ្ដល់អាហារឲ្យអ្នកទោសមួយចំនួនហូបអ្នកទោសទាំងអស់ត្រូវបានបញ្ជូនឲ្យទៅអង្គភាពរៀងៗខ្លួនវិញក្រោយពេលកងនារសាសួរចម្លើយរួចប៉ុន្តែស៊ីនមិនដឹងថាអ្នកទោសទាំងនោះស្លាប់ឬរស់ទេបន្ទាប់ពីត្រឡប់ទៅកងវិញនៅពាក់កណ្ដាលឆ្នាំ1978វឿនបានចាត់តាំងស៊ីនគ្រប់គ្រងក្មេងៗប្រមាណ100នាក់ដែលជ្រើសរើសមកពីភូមិក្នុងខេត្តស្ទឹងត្រែងក្មេងៗទាំងនោះត្រូវស៊ីនបឹកវឿនឲ្យធ្វើជាយោធារួចហើយបញ្ជូនទៅអង្គភាពតំបន់ដើម្បីត្រៀមទៅវាយនៅតាមព្រំដែនប៉ុន្តែនៅចុងឆ្នាំ1978ពេលវៀតណាមវាយចូលមកស៊ីនបានរំសាយក្មេងៗទាំងនោះឲ្យទៅតាមស្រុកភូមិវិញចំណែកស៊ីនបានទទួលបញ្ជាមកពីតំបន់ឲ្យជម្លៀសប្រជាជនចេញពីខេត្តស្ទឹងត្រែងស៊ីនជម្លៀសប្រជាជនបានប្រមាណ10កាណូតកាត់តាមទន្លេទៅខេត្តព្រះវិហារតែត្រូវកងទ័ពវៀតណាមវាយស្ទាក់និងគាប្រជាជនត្រឡប់មកវិញឃើញដូច្នេះស៊ីនបាននាំកងនារីតំបន់ប្រមាណ30នាក់ឆ្លងពីអូស្វាយនៃខេត្តស្ទឹងត្រែងមកព្រះនង្គ័លនៃខេត្តព្រះវិហារនៅទីនោះស៊ីនបានជួបម្ដាយនិងបងប្អូនដែលបានរត់ភៀសខ្លួនទៅប្រទេសឡាវបន្ទាប់មកស៊ីនក៏បន្តដំណើរមកអូស្រឡៅស្ថិតនៅក្នុងស្រុកឆែបខេត្តព្រះវិហារហើយក៏បានជួបមេរបស់គាត់ឈ្មោះវឿននៅព្រះវិហារបានមួយរយៈស៊ីនបានធ្វើដំណើរបន្តមកអន្លង់វែងដោយពេលនោះមានតែកងពិសេសនិងកងថ្មើរជើងសម្រាប់ការពារប្រជាជននិងគ្រួសារទាហានប៉ុណ្ណោះក្រោយមកទើបខ្មែរក្រហមរៀបចំជាកងវីរសេនាតូចនិងវីរសេនាធំហើយគាត់បានទទួលបញ្ជាឲ្យទៅវាយជាមួយកងទ័ពវៀតណាមដើម្បីគារយកប្រជាជននៅតាមបណ្ដោយព្រំដែនទើសពាយ័ព្យនិងនៅបន្ទាយឆ្មាក្នុងស្រុកថ្មពួកខេត្តបន្ទាយមានជ័យបន្តមកតាជៀមធ្វើការនៅមន្ទីររបស់ប៉ុល ពតបានដកស៊ីនមកនៅអង្គភាព808ឬប1ឬត្រាច់ប1ដែលជាអង្គភាពបង្កើតឡើងដំបូងដើម្បីទាក់ទងជាមួយថៃក្រហមនៅក្នុងអង្គភាពស៊ីនក៏មានភារកិច្ចដើរប្រមូលប្រជាជនដែលមកពីខេត្តកណ្ដាលខេត្តកំពង់ធំនិងប្រជាជនដែលវង្វេងនិងអត់បាយនៅក្នុងព្រៃឲ្យឡើងទៅរស់នៅលើភ្នំដែរក្រៅពីនោះស៊ីនបានដឹកនាំកម្លាំងទៅតាក់ទងជាមួយទាហានប៉ារ៉ាដែលដឹកនាំដោយសឿនសានដោយគាត់បានសរសេរអក្សរសម្គាល់នៅតាមផ្ទាំងថ្មថាខ្មែរមិនវាយគ្នាគឺរួបរวมគ្នាវាយយួនដើម្បីជៀសវាងការប៉ះទង្គិចគ្នាក្រោយមកស៊ីនបានទទួលបញ្ជាពីថ្នាក់លើឲ្យដើរបើកច្រកបន្ថែមទៀតដើម្បីតាក់ទងជាមួយភាគីសៀមដែលមានច្រក1003ច្រក1002និងច្រក1001តមកទៀតស៊ីនបានបដូរមកនៅកងអន្តរាគមន៍របស់កងពល912ហើយគាត់បានទទួលការចាត់តាំងឲ្យចុះទៅធ្វើការនៅខេត្តកំពង់ឆ្នាំងខេត្តកំពង់ចាមនិងខេត្តក្រចេះប៉ុន្តែពេលនោះស៊ីនបានរងរបួសនៅសមរភូមិបឹងទន្លេសាបទើបអង្គភាពដកកនត្រឡប់មកធ្វើជាប៉ូលីសនៅជំរំភូណយ
ស្ថិតនៅក្នុងប្រទេសសៀមដែលគ្រប់គ្រងដោយខ្មែរក្រហមវិញស៊ីននៅជំរំរហូតដល់ខ្មែរក្រហមធ្វើសមាហរណកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជាឆ្នាំ1998ទើបគាត់ត្រឡប់មករស់នៅស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យវិញស៊ីនបាននិយាយថាចាប់តាំងពីគាត់ចូលបដិវត្តន៍គាត់បានជួបម្ដាយគាត់3ដងប៉ុណ្ណោះលើកទី1គាត់ជួបម្ដាយគាត់នៅឆ្នាំ1977ពេលដែលគាត់មានជំងឺហើយម្ដាយគាត់សូមយកគាត់ពីអង្គភាពតំបន់ទៅព្យាបាលនៅផ្ទះវិញលើកទី2គាត់ជួបម្ដាយនៅព្រះនង្គ័លនៅចុងឆ្នាំ1978ពេលវៀតណាមវាយចូលមកនិងលើកទី3គាត់បានសម្រេចចិត្តត្រឡប់ទៅរកម្ដាយនិងបងប្អូននៅស្រុកកំណើតកាលពីឆ្នាំ2012កន្លងទៅនេះទោះបីគាត់ដឹងថាអ្នកភូមិមួយចំនួនមិនពេញចិត្តនឹងទង្វើរបស់គាត់ពីអតីតកាលក៏ដោយ